บางปอนមានមើល quote ពូណ៌ហ្មងតែគាត់និយាយថាយើងមិនអាចចាប់ក្តីសម័យបានទេព្រោះក្តីសម័យពីដូចជាស្រមោលចឹងស្រមោលយើងអាចចាប់ស្រមោលបានទេចឹងក្តីសម័យគឺយើងចាត់បានប៉ុន្តែបើសិនជាយើងមានក្តីសម័យហើយយើងធ្វើឲ្យក្តីសម័យនោះคล้ายទៅជារបស់ពិតរូបភាពពិតនោះយើងអាចចាប់ក្តីសម័យនោះបានហើយតែបើសិនជាយើងមានត្រឹមតែក្តីស្រមៃហើយយើងមិនព្យាយាមធ្វើឲ្យក្តីស្រមៃនោះคล้ายជារបស់ពិតទេនោះវាបានត្រឹមតែស្រមៃប្រៀបដូចស្រមោលដែលយើងអាចចាប់បានទេហេតុអីបានខ្ញុំថាក្តីស្រមៃអាចចាប់បាននៅពេលដែលคล้ายជារបស់ពិតឧទាហរណ៍ថាបងប្អូនស្រមៃថា 4-5 ឆ្នាំក្រោយបងប្អូននឹងខិតខំសន្សំលុយដើម្បីទិញឡានមួយជាបានអញ្ចឹងបើសិនបងប្អូនត្រឹមតែស្រមៃហើយបានធ្វើទេនឹងគឺវាអាចចាប់ឡាននឹងបានទេប៉ុន្តែបើសិនជាក្តីស្រមៃនឹងបងប្អូនចាប់ផ្ដើមសន្សំលុយចាប់ផ្ដើមបង្កើនចំណូលថែមអញ្ចឹងបងប្អូនអាចសន្សំអញ្ចឹង 4-5 ឆ្នាំក្រោយអាចមានលុយគ្រប់ទិញបានយើងអាចប៉ះបានកាន់បានអញ្ចឹងក្តីស្រមៃនោះវាបំផ្លាញទៅជារូបរាងពិតហើយ